video này dương sắc xa bịប្រតិបត្តិការដែលយើងទិញសេវាកម្មឬក៏ទិញគ្រឿងបន្លាស់ពី supplier ប៉ុន្តែយើងអត់ទាន់បង់លុយទៅឲ្យគេហើយលក្ខខណ្ឌទូទាត់គឺយោងទៅតាម supplier ដែលគេឯកភាពជាមួយយើងមាន supplier ខ្លះគេមួយថ្ងៃក្រោយបានន័យថាថ្ងៃហ្នឹងយើងទិញអីវ៉ាន់ស្អែកឡើងគឺគាត់សុំយើងទូទាត់មាន supplier ខ្លះគាត់ចុងខែបានគាត់ទូទាត់សុំយើងទូទាត់ចឹងលក្ខខណ្ឌ supplier គឺយើងមាននៅក្នុងបញ្ជីរបស់យើងណាលក្ខខណ្ឌដែលត្រូវទូទាត់ឲ្យ supplier យើងអាចទៅមើលបញ្ជីនឹងបានមិនក៏ត្រាប្រតិបត្តិការហ្នឹងយើងចូល vendor interbill នៅពេលដែលយើង interbill បានន័យថាយើងបានទទួលអីវ៉ាន់ដល់ដៃហើយពីកាយប័ត្រក៏បានទទួលដែរចាចឹង interbill មួយហ្នឹងយើងរើសនៅកន្លែងនេះយើងរើសឈ្មោះ supplier ខ្ញុំឧទាហរណ៍ supplier ឈ្មោះមួយនេះប្រសិនបើ supplier ហ្នឹងពេលយើងវាយឈ្មោះចេញមកអត់មានឈ្មោះនៅក្នុង list ទេហើយយើងត្រូវ confirm ថា supplier ហ្នឹងជា supplier ថ្មីបើសិនជា supplier ថ្មីយើងបង្កើតថ្មីដែលមាននៅក្នុងវីដេអូមួយដាក់ថា create new vendor ណាយើងអាចទៅមើលវីដេអូនឹងបានវិធីបង្កើតឈ្មោះ supplier ថ្មីពេលដែលយើងរើសឈ្មោះ supplier រួចយើងរើសថ្ងៃខែថ្ងៃណាដែលយើងទទួលបានឯបានហើយនឹងចេញវិក័យប័ត្រហ្នឹងណាហើយចំពោះលេខ reference នេះគឺលេខបងនៅលើវិក័យប័ត្រដូចគ្នាជាមួយ right side ដែរបើសិនជាវិក័យប័ត្រហ្នឹងអត់មានលេខ reference ទេយើងត្រូវដាក់លេខថ្ងៃខែហ្នឹងចូលរត់លេខ switch ពីលេខ1តទៅ net 30នេះគឺលក្ខខណ្ឌនេះគឺវាមានកំណត់រួចជាស្រេចនៅពេលដែលយើងបង្កើត vendor អញ្ចឹងលក្ខខណ្ឌ net ប្រមាណហើយនឹង bill due ប្រមាណនេះគឺមាននៅក្នុងវីដេអូ create new vendor យើងអាចមើលវីដេអូហ្នឹងយើងយល់ហើយលក្ខខណ្ឌហ្នឹង bill due បានន័យថាយើងកំណត់ថាប្រហែលថ្ងៃទៀតដែលយើងដល់កំណត់ត្រូវបង់លុយឲ្យ supplier អញ្ចឹងណាចាអញ្ចឹងរបៀបដែលយើងទិញសេវារបៀបដែលយើងទិញផលិតផល spare part ឬក៏សេវាកម្មរបស់គេមកហ្នឹងហើយតែយើងអត់តន់ទូទាត់លុយទេយើងមានពីរទម្រង់ដូចគ្នាទី1គឺជាសេវាកម្មឬក៏ថ្លៃដើមអីវ៉ាន់ដែលអត់មានលេខកូដមួយទៀតគឺអីវ៉ាន់ដែលមានលេខកូដខ្ញុំឧទាហរណ៍អីវ៉ាន់ដែលមានលេខកូដខ្ញុំត្រូវ confirm ឲ្យច្បាស់ថាលេខកូដនឹងត្រឹមត្រូវហើយវាស៊ីនឬក៏ OEM គឺខ្ញុំរើសចំអា part number ដែលត្រូវណាបើសិនជាខ្ញុំវាយចេញមក part number នឹងអត់មានទេគឺយើងត្រូវបង្កើតថ្មីរបៀបបង្កើត item យើងទៅមើលនៅក្នុងវីដេអូ create item តម្លៃដែលវាមានហ្នឹងគឺជាតម្លៃដែលខ្ញុំចងនៅក្នុងពេលដែលខ្ញុំបង្កើត item ណាបើសិនជាតម្លៃវាប្រែប្រួលខ្ញុំត្រូវទៅ update តម្លៃដែរអញ្ចឹងខ្ញុំទិញប្រហែលយកមកខ្ញុំទិញ10ប្រសិនបើខ្ញុំទិញអីវ៉ាន់ហ្នឹងមកប៉ុន្តែអីវ៉ាន់ហ្នឹងវាអត់មានលេខកូដទេហើយខ្ញុំក៏អត់បង្កើតលេខកូដដែរខ្ញុំទិញយកមកភ្លាមខ្ញុំដាក់ចូលក្នុងឡាននឹងភ្លាមឧទាហរណ៍គ្រឿងរទីលខ្លងរបស់ឡាន Toyota Corolla អញ្ចឹងរទីលខ្លងហ្នឹងគឺជាគ្រឿងបន្លាស់ខ្ញុំត្រូវរើស chart account spare part ពេលដែលខ្ញុំរើសថ្លៃដើមរើស chart account cost spare part ហ្នឹងហើយខ្ញុំវាយព័ត៌មានរួចហើយខ្ញុំត្រូវតែរើសថាអីវ៉ាន់ហ្នឹងខ្ញុំទិញដាក់ចូលក្នុងឡានមួយណាបើសិនបើខ្ញុំអត់ទិញអីវ៉ាន់ហ្នឹងទុក stock ណាបើសិនជាយើងទិញអីវ៉ាន់ទុក stock យើងរើសនៅក្នុងនេះហើយអីវ៉ាន់ហ្នឹងវាមានលេខកូដប៉ុន្តែបើអីវ៉ាន់នេះយើងអត់ទិញទុក stock ទេហើយអត់មានលេខកូដទេហើយវាជាគ្រឿងបន្លាស់គឺយើងរើសចូលទៅក្នុងហ្នឹងណាហើយយើងរើសមកខ្ញុំឧទាហរណ៍ឡានមួយនេះខ្ញុំរើសចប់មួយនេះដល់ពេលដែលខ្ញុំ confirm ថាត្រូវអូខេហើយគឺខ្ញុំ save បើសិនជាយើង save new គឺយើង save ហើយយើងនៅបន្តវាយ interbill ទៀតប៉ុន្តែបើយើង save close យើង save ហើយយើងបិទផ្ទាំង interbill នឹងចោលចាចប់ត្រឹមហ្នឹង